video ní admin trong prap pi độ biếp sợi mục bật ở cắt sticker dương Việt trời áគឺយើងតេស្តមុននឹងកាត់ sticker ប្រភេទមួយខុសៗគ្នាយើងតេស្តវាឥឡូវadminដាក់ sticker ចូលទៅសិនហើយនេះយើងដោះដងកបិតវាចេញមកនៅដងកបិតហ្នឹងវាមានមជុលវានៅមជុលកបិតហ្នឹងណាហើយឲ្យវាលៀនតិចបានឲ្យយើងមើលតាមនឹងចាក់ស្ដែងទៅយើងតេស្តមើលយើងតេស្តរបៀបតេស្តមើលសិនអានេះវាបាក់មើលនេះវាទូចមែនតើអញ្ចឹងឲ្យវាចេញមុខបន្តិចបានហើយតិចមែនតើណាលៀនខ្លាំងពេកវាកាត់ជ្រុលអត់សូវឃើញនេះវាទូចខ្លាំងអានេះវាមានចុចទៅវាលៀនតែរបៀបសេរីវាគឺយើងដកអានេះពវល់អាមាសនេះពណ៌មាសនេះអាហ្នឹងកន្លែង lock ឬ unlock អញ្ចឹងយើងពវល់ឡើងមកយើងអាចពវល់អាខាងលើនេះបញ្ចូលទៅឃើញកបិតវាលៀនទេអញ្ចឹងលៀនខ្លាំងពេកអញ្ចឹងយើងបន្ថយវិញយើងមើលអានេះក្នុងវីដេអូយើងបាក់មើលអាកបិតវាទូចបន្ថយឲ្យវាចេញមុខតែបន្តិចបានហើយយើងតេស្តមើលទៀតហើយចាំសេរីតាមហ្នឹងណាអានេះយើងសេរីលើដងកបិតហ្មងតែវិធីសេរីវាមាន2ដែលវាត្រូវសេរីជាមួយគ្នាឥឡូវadminមើលនៅក្រៅadminយកប៉ុណ្ណឹងពេលយើងយកកម្រិតប៉ុណ្ណឹងហើយយើងយកអាពណ៌មាសនេះបវល់អាពណ៌មាសនេះឲ្យវាឡក់អាហ្នឹងវាមានអាកុបពេអញ្ចឹងវាលែងដើរហើយអញ្ចឹងយើងយកកម្រិតប៉ុណ្ណឹងនេះយើងដាក់ចូលវិញមកដាក់ចូលត្រូវកលាក់វាហើយមួលវាឡក់វិញមកអញ្ចឹងយើងសេរីកបិតទៅលើដងរបស់វាបន្ទាប់មកយើងយកក្នុងម៉នុយនេះយកកន្លែង speed force speed ហ្នឹងល្បឿនអាខាងលើនេះយើងមិនបាច់ខ្វល់ជាមួយវាទេវាមានកន្លែងកដាល cut speed អាហ្នឹងគឺល្បឿនអញ្ចឹងយើងដាក់600បានហើយគឺទូទៅហើយ force នេះកម្លាំងសង្កត់អាហ្នឹងកន្លែងហ្នឹងដែលវាពាក់ព័ន្ធជាមួយកម្លាំងសង្កត់នៃកបិតយើងតើវាសង្កត់ខ្លាំងឬសង្កត់ស្រាលបើយើងដាក់ឲ្យវាលេខឡើងខ្ពស់វាសង្កត់ខ្លាំងអញ្ចឹងវាអាចសង្កាត់រៀងខ្លាំងអញ្ចឹងឥឡូវយើងដាក់តាមនឹងសិនដាក់ទៀតសិនទៅហើយចាំតេស្តមើលអញ្ចឹងទី1យើងសេរីទៅលើមជុលផ្ទាល់ទី2យើងសេរីទៅលើកម្លាំងសង្កត់ក្នុងម៉ាស៊ីនវារួមគ្នា setting មួយក្នុងម៉ាស៊ីនមួយទៀតយើងសេរីផ្ទាល់ហើយយើងចុចលើពាក្យតេស្តទៅយើងយកកន្លែងតលាយណាមួយនៃ sticker យើងដែលយើងសម្រាប់តេស្តហ្នឹងណាតេស្តមុខកបិតហ្នឹងចុចពាក្យតេស្តវាកាត់ជ្រុងមួយហើយយើងរុញกระดาษមកមើលមកយើងបកវាមើលតើវាជ្រុលអត់យើងមើលខាងក្រោមនេះគឺអាចដឹងថាវាជ្រុលឬក៏អត់ដែរនេះយើងបកមកបើវាជ្រុលវាដាច់ខ្លាំងដាច់តិចតាមហ្នឹងយើងចង់កាត់អត់ដាច់ទេយើងចង់កាត់តែ sticker លើអានេះមានន័យថា admin ដាក់មុខកបិតរៀងជ្រុលហើយព្រោះអានេះ setting កម្លាំងសង្កត់នេះវាដុតវាតិចហើយតែកាត់ដាក់ test មើលទៅវានៅតែរៀងធ្លុះដល់ក្រោយទៀតណាអញ្ចឹងវាអាចរៀងជ្រុលហើយមុខកបិតហ្នឹងហ៎យើងបន្ថយមុខកបិតវារៀងទៀតជាងនឹងតបមក setting admin ដាក់10ដដែល admin បន្ថយមុខកបិតចាំមើលតើយើងតេស្តម្ដងទៀតទៅយើងរកកន្លែងกระดาษតនេមកវិញទៅនៅលើផ្ទៃ sticker យើងតេស្តណាចុចតេស្តវាកាត់ជ្រុងដដែលហ្នឹងហើយយកមកមើលមកអានេះរៀងថយជាងមុនតែ admin មានអារម្មណ៍ថាវានៅរៀងធ្លុះជ្រុលឃើញទេពេលជ្រុលវាបកដោយទាំងกระดาษទាំងអីមកអាហ្នឹងអញ្ចឹងឥឡូវមានខ្ជិលតនសេរីលើនេះម្ដងទៀតហើយមានសាកតម្លាក់វាមកត្រឹម5វិញក្នុង setting កម្លាំងសង្កត់យើងនេះ force នេះ5យើងទៅទាញ sticker យើងក្បាលវាទៅរកកន្លែងតនេចុចតេស្តទៀតអានេះដូចត្រូវវិញហើយឃើញទេដាច់ស្អាតអូខេអញ្ចឹងយើងសេរីតាមហ្នឹងណាយើងតេស្តទៅលើ material យើងផ្ទាល់មក sticker យើងហ្នឹងហើយតេស្តទៅលើមជុលនេះហើយនឹងកម្លាំងសង្កត់វា force ហ្នឹងពីរហ្នឹងយើងតេស្តមើលរហូតដល់កាត់ដាច់អត់ដាច់កាច់មកស្មើស្អាតមកនិយាយទៅមកត្រូវយើងមើលផ្ទាល់ណាអូខេ